រហូតដល់នាងបានកត់សម្គាល់ឃើញខ្សែប្រកាំនៅក្នុងដៃរបស់នាយករដ្ឋបាលរូបនោះវាគឺដូចគ្នាទាំងស្រុងទៅនឹងខ្សែប្រកាំដែលស្ថិតនៅក្នុងដៃរបស់នាងផ្ទាល់ទើបតែពេលនោះទេដែលក្មេងស្រីរូបនេះដឹងថានាយករដ្ឋបាលរូបនោះគឺជាឪពុករបស់កូនទាំង3នាក់ក្នុងផ្ទៃរបស់នាងនាងបានដើរទៅរកនាយករដ្ឋបាលរូបនោះដោយភាពភ័យខ្លាចហើយសួរគាត់ថាតើគាត់នៅចាំនាងបានដែរឬទេដោយសម្លឹងមើលក្មេងស្រីដែលមានរូបរាងស្លូតត្រង់និងបរិសុទ្ធម្នាក់នេះនាយករដ្ឋបាលរូបនោះហាក់ដូចជាមិនអាចចាំបានថាជានរណាឡើយនៅពេលដែលនាងបានយកខ្សែប្រកាំដែលគាត់ធ្លាប់បានបាត់កាលពីមុនចេញមកនាយករដ្ឋបាលរូបនោះក៏នឹកឃើញភ្លាមអំពីយប់មួយកាលពីខែមុននៅពេលដែលគាត់បាននៅជាមួយនាងក្នុងបារនាយករដ្ឋបាលរូបនោះតែងតែយល់ថាក្មេងស្រីម្នាក់នោះគឺជាស្រីបម្រើការក្នុងបារគាត់បានយល់ភ្លាមពីអ្វីដែលនាងចង់បានហើយមាន